លោកថាស៊ីនត្រូវបានផ្លាស់ប្ដូរទៅកាន់មន្ទីរពេទ្យរបស់ពន្ធនាគារដោយសារតែអាយុនិងបញ្ហាសុខភាពមន្ត្រីនាយកដ្ឋានកែប្រែរបស់ថៃបានប្រាប់សារព័ត៌មាន AFP ថាអតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងជាប់ពន្ធនាគារកាលពីថ្ងៃច័ន្ទត្រូវបានផ្លាស់ប្ដូរទៅកាន់មន្ទីរពេទ្យរបស់ពន្ធនាគារដោយសារតែអាយុរបស់គាត់និងបញ្ហាសុខភាពរ៉ាំរ៉ៃយោងតាមសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី15ខែកញ្ញាឆ្នាំ2025បានឲ្យដឹងថាតុលាការកំពូលរបស់ប្រទេសថៃកាលពីសប្តាហ៍មុនបានបញ្ជាឲ្យដាក់ពន្ធនាគារលោកថាស៊ីនអាយុ76ឆ្នាំរយៈពេល1ឆ្នាំបន្ទាប់ពីតុលាការបានសម្រេចថាគាត់បានអនុវត្តការកាត់ទោសកាលពីឆ្នាំ2023មិនត្រឹមត្រូវដោយនៅតែក្នុងមន្ទីរពេទ្យជាជាងនៅបន្ទប់ឃុំឃាំងទោះជាយ៉ាងណាក៏ដោយទង្វើរបស់លោកថាស៊ីនកំពុងជាប់គាំងដោយកូនស្រីរបស់គាត់គឺលោកស្រីផែថនឋានស៊ីនវត្រាកាលពីខែមុនត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីតាមដីការបស់តុលាការហើយឥឡូវនេះលោកថាស៊ីននៅក្នុងការឃុំខ្លួននៅពន្ធនាគារខ្លងប្រែមទីក្រុងបាងកកថែមទៀតអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Braille